Grupជំរាបសួរដល់ពុកម៉ែបងប្អូនប្រិយស្រីទាំងអស់ជាទីស្រឡាញ់រាប់អានឥឡូវនេះខ្ញុំមានវីដេអូមួយទាក់ទងទៅនឹងការមុជទឹកដើម្បីលាងបាតអឺអានេះខ្ញុំគ្រាន់តែលើកដើម្បីយកមកធ្វើពិចារណាទេមិនចង់វាប្រាយដល់សាសនាឬក៏បុគ្គលណាមួយទេហើយចង់ដឹងថាការមុជទឹកដើម្បីលាងបាតមែនឬក៏អត់ឥឡូវនេះហើយទៅមើលជាមួយខ្ញុំទាំងអស់គ្នាមួយគេដែរឈ្មោះរិនហើយបងសម្រាប់ចិត្តយកព្រះយេស៊ូវជាព្រះណាសម្រាប់ចិត្ត 100% មានអត់មានការប្រខិតបខំទេបាទអេមែនអញ្ចឹងខ្ញុំបញ្យល់បន្តិចពីទឹកនេះអញ្ចឹងនៅពេលដែលយើងយកព្រះយេស៊ូវជាព្រះយើងធ្វើពិធីមួយគេហៅពិធីជាមួយទឹកអញ្ចឹងពិធីជាមួយទឹកហ្នឹងបង្ហាញអំពីការដែលយើងកប់គ្រប់ទាំងអំពើបាបរបស់ផងយើងអញ្ចឹងពីមុនមកយើងធ្វើអីមានអំពើបាបអីអញ្ចឹងព្រះយេស៊ូវបានទទួលយកទាំងអស់ហើយចឹងដល់ពេលបងងើបឡើងវិញបងរស់នៅក្នុងជីវិតថ្មីចឹងនិស័យចាស់រោគគាចាស់ជំងឺចាស់ឬក៏អ្វីដែលជានិស័យចាស់នោះវាលែងមានអំណាចលើបងទៀតហើយការកាត់ទោសខ្លួនឯងការស្អប់ខ្លួនឯងអ្វីទាំងអស់មានន័យថាព្រះយេស៊ូវបានយកអស់ហើយចឹងព្រះយេស៊ូវបានសគត់ទៅលើឈើឆ្កាងហើយព្រះអង្គបានរស់ឡើងវិញវាបង្ហាញអំពីជីវិតរបស់ផងយើងពេលដែលយើងជឿព្រះយេស៊ូវដូចយើងស្លាប់អំពើបាបចឹងណាហើយយើងរស់មកវិញជាមួយនឹងព្រះយេស៊ូវចឹងបងឈ្មោះរិនណោះអូខេចាំបងថាតាមខ្ញុំព្រះយេស៊ូវមុននឹងនិយាយទាក់ទងទៅនឹងវីដេអូនេះក៏សូមអធិស្ឋានចំពោះសាសនិកយេស៊ូវគ្រីស្ទទាំងអស់អ្វីដែលខ្ញុំលើកមកនេះគឺមិនចង់ឲ្យមានការប៉ះពាល់ដោយប្រការណាមួយទេហើយក៏មិនចង់ឲ្យមានការថ្នាក់ចិត្តដោយប្រការណាមួយដែរវីដេអូនេះយូរហើយក្នុងថ្ងៃទី21ខែ8ឆ្នាំ2025មកប្រហែលជាច្រើនខែដែរហើយតែខ្ញុំទៅនឹងបើកឃើញដោយសារតែរឿងហ្នឹងវាមានហ្នឹងវាមិនមែនតតែសាសនាយេស៊ូវគ្រីស្ទទេសូម្បីតែឥណ្ឌារាល់ថ្ងៃហ្នឹងក៏ធ្វើពិធីមុជទឹកដើម្បីលាងបាបដែរអញ្ចឹងសួរថាតើការលាងបាបវាអាចតើការមុជទឹកអាចលាងបាបយើងបានដែរទេនឹងការមុជទឹកតើអាចលាងបាបរបស់យើងបានដែរទេព្រមដែលយើងបច្ចុប្បន្នអាស្រ័យទៅនឹងទឹកការមុជក៏ត្រូវការទឹកការផឹកក៏ត្រូវការទឹកអ្វីៗក៏ត្រូវការទឹកទាំងអស់តែគ្រាន់តែប្រភេទទឹកដែលយើងត្រូវការគឺជាប្រភេទទឹកដែលអាចប្រើប្រាស់បានលាងបានមុជបានហើយត្រេកបានអាហ្នឹងអញ្ចឹងទឹកវាអាចជាចំណែកមួយធំដែលមនុស្សនិងសត្វទូទៅមានតម្រូវការទាំងខ្ញុំទាំងទេទឹកអាចឲ្យមនុស្សបំបត្តិនៃការស្រេកឃ្លានបានបំបត្តិនៃសេចក្តីកង្វល់នៅពេលដែលយើងកំពុងតែក្តៅមានធូលីឬក៏ប្រឡាក់ដោយធូលីអីផ្សេងឬក៏ប្រឡាក់ដោយហេតុអីផ្សេងអញ្ចឹងទឹកអាចជាគ្រឿងសម្រាប់លាងមន្ទិលរបស់យើងបានប៉ុន្តែទឹកมันអាចជំរះក្អែលគឺសេចក្តីបាបរបស់យើងបានទេព្រះមួយនៅសម័យព្រះនិងសម័យព្រះផងព្រះមួយសម័យព្រះហ្នឹងព្រឹកក៏ត្រាំល្ងាចក៏ត្រាំហើយមិនត្រឹមតែសម័យព្រះទេមកដល់ឥឡូវនេះក៏មានគេត្រាំទឹកដែរនៅជនជាតិឥណ្ឌាប្រទេសឥណ្ឌាតែហ្នឹងមានការត្រាំទឹកដែរនៅតែមានប្រពៃណីត្រាំទឹកលាងបាបមកដល់ឥឡូវនេះជាទន្លេគង្គាហើយព្រាហ្មណ៍ហ្នឹងគឺមុជទឹកជាប្រចាំបាត់អង្គុយត្រាំមកលឹមត្រឹមកោចឹងទៅភារកាមួយឡើងទៅដុសទឹកនៅទន្លេគង្គាហ្នឹងទៅដុសតែឃើញព្រាហ្មណ៍ហ្នឹងមុជទឹករាល់ថ្ងៃតែអត់សួរទេទៅម្ដងទៀតក៏មិនសួរពីរដងក៏មិនសួររហូតទៅច្រើនដងឃើញសួរគឺថាតាត្រាំទឹកដើម្បីអ្វីតានេះត្រាំទឹកឲ្យរីកបាបឲ្យរីកកិលេសអាណាយើងត្រាំទឹកហ្នឹងទៅឲ្យវារីកកិលេសរីកអីចឹងទៅរីកបាបអីចឹងទៅវាអស់
អំពើបាបពីក្នុងខ្លួនហើយអស់កលៈពីក្នុងខ្លួនអញ្ចឹងហីក៏មួយទៅក៏ដូចទៅវិញទៅនាងទេរកាហ្នឹងមិនជានិយាយទេមកថ្ងៃក្រោយសួរទៀតសួរថាតើអត់តិចទេឬថាតិចចុះបើសិនជាតិចអាចអីបាននៅត្រាំទឹកទៀតតែត្រាំដើម្បីឲ្យរីកបាបលៀងបាបឲ្យរីកកិលេសកុំឲ្យកលេសហ្នឹងវានៅក្នុងខ្លួនច្រើនពេកទៅបាត់ទៅលុះទឹកហើយទៅបាត់សួរហើយទៅបាត់ហើយអត់មាននិយាយអីវែងឆ្ងាយឬក៏តចំណុចទៀតទេវគ្គក្រោយទៀតមកក៏ឃើញអញ្ចឹងគឺថាហើយតើអត់តិចទេឬសួរពាក្យនឹងទៀតតើក៏ឆ្លើយយ៉ាងថាតិចចុះបើសិនជាតិចតើនៅត្រាំទឹកធ្វើអីតែត្រាំដើម្បីឲ្យវារីកកិលេសឲ្យវារីកនៃសេចក្តីបាបព្រោះទឹកនេះអាចលាងកិលេសបានអាចលាងសេចក្តីបាបបានអញ្ចឹងហ៎ថាហ្នឹងហើយហើយអញ្ចឹងបាបបានមកពីណាតើបានមកពីចិត្តយើងដែលគុំគួនខាងថ្នាក់ពីរឿងអីផ្សេងផ្សេងជាកិលេសបានមកពីណាតើបានមកអំពីការចំណងចង់បាននៃគ្រឿងអីផ្សេងផ្សេងអីចឹងទៅឃើញយ៉ាងនេះឃើញយ៉ាងនោះអញ្ចឹងទៅចេះតែប្រាថ្នាចង់បានចេះតែខឹងក្រែងក្រោធអីរឿងរ៉ាវផ្សេងៗចឹងទៅសពគ្រប់ប្រការគេថាចុះបើសិនជាត្រាំទឹកហើយឥឡូវនេះតាអាចលាងនៅសេចក្តីបាបដែលបានសាងពីមុនហើយអាចធ្វើឲ្យកិលេសហ្នឹងវាស្រាលទេថាបានអញ្ចឹងតានៅតាជាមនុស្សនៅលោកគ្រាន់តែត្រាំទឹកមួយពេលនឹងផងថាអាចថានឹងរួចចាកកិលេសរួចចាកបាបទាំងឡាយចុះតាអត់ដែលសម្លឹងត្រីថាត្រីវានៅក្នុងទឹកវាមានបាបអត់ហ្នឹងបើសិនជាតានៅលើគោកហើយត្រាំទឹកម្ដងម្កាលនឹងផងចាស់ត្រីឯណោះដែលគ្នានៅក្នុងទឹកអញ្ចឹងតើវាអាចនឹងលាងបាបបានដែរទេវាមិនប្រសើរជាងតាឬក៏យ៉ាងម៉េចប្រៀបធៀបអញ្ចឹងរួចទៅក៏នាងនឹងនិយាយបន្តទៀតថាការលាងបាបនេះវាមកពីហេតុចេះវាមិនមែនកើតឡើងពីការត្រាំទឹកអីទេតែមានការត្រាំទឹកឯណាមួយដើម្បីលាងបាបលាងកិលេសលាងចំណងរបស់យើងបានទេកាលណាបើសិនជាចិត្តរបស់យើងវាមិនស្អាតទៅហើយអត់មានទឹកឯណាមួយឬក៏ទីអីមួយដែលអាចលាងយើងបានទេហើយស្ដាប់នាងយល់ក៏ឈប់ត្រាំទឹកទៅអានឹងសេចក្តីប្រៀបធៀបខ្ញុំលើកមកខ្លីៗទេហើយបច្ចុប្បន្ននេះសំបីតែនៅឥណ្ឌាហ្នឹងក៏មានការត្រាំទឹកជាប្រពៃណីដែរហើយអញ្ចឹងបើសិនជាការត្រាំទឹកលាងបាបបានមែនហើយអំពើដែលយើងធ្វើពីដើមហ្នឹងវាអាចរលាយទៅតាមទឹកនឹងបានមែនចុះត្រីនៅក្នុងទឹកវាមិនរលាយបាបទៅបាត់ទៅវាចាំคล้ายទៅជាត្រីតែទៀតដោយសារតែហេតុបច្ច័យរបស់វានឹងថាបានជាក្នុងកំណត់វានឹងគឺជាត្រីចឹងទៅចុះបើសិនជាឧទាហរណ៍ថាយើងត្រាំនៅក្នុងត្រាំនៅក្នុងដូងត្រាំនៅក្នុងអូតែលាងបាបបានចុះចុះឥណ្ឌាត្រាំដល់ទន្លេគង្គាផងហើយជាទន្លេបុរាណផងអានឹងមិនវិញហើយតែយើងប្រៀបធៀបពីដំណាក់កាលមួយទៅដំណាក់កាលមួយប៉ុន្តែវាមិនមែនជាកំហុសរបស់កម្មទេវាមិនមែនជាកំហុសរបស់កម្មទេធ្វើម៉េចធម្មតាមនុស្សយើងកើតមកវាមានបញ្ញាខុសៗគ្នាហើយមានទំនៀមទម្លាប់ពីនេះខុសៗគ្នាប៉ុន្តែត្រង់ថាអ្វីដែលយើងប្រកបដូចគ្នានោះគឺអំពើដែលយើងធ្វើហើយវាអាចនឹងប្រកបទៅណាផ្លូវវាមានពីរតែវាអាចប្រកបសម្រាប់មនុស្សយើងវាមានតែពីរផ្លូវទេទី1ផ្លូវនៃសេចក្តីសុខដែលយើងធ្វើសេចក្តីល្អទី2ផ្លូវទៅរកនៃសេចក្តីទុក្ខដែលយើងធ្វើតែអំពើដែលមិនល្អអាផ្លូវពីរនឹងឯងដែលវាអាចនឹងប្រកបសម្រាប់មនុស្សយើង
ក្រៅពីនឹងសត្វតែធ្វើកិច្ចផ្សេងគ្នាទាំងអស់ទាំងការនិយាយសម្លេងមុខមាត់រូបរាងគឺតាមវាបែងចែកមកអញ្ចឹងទាំងអស់តែយើងអាចគិតផ្លូវពីផ្លូវណាបានទេបើសិនជាក្នុងចិត្តយើងវាមិនបានប្រព្រឹត្តដោយល្អទេអញ្ចឹងវាមិនអាចហួសពីផ្លូវពីរហ្នឹងទេផ្លូវជាអកុសលហើយនិងផ្លូវជាកុសលបើយើងធ្វើល្អអញ្ចឹងទៅនឹងបានទៅផ្លូវជាកុសលអីហ្នឹងទៅព្រោះកម្មវាចាត់ចែងទៅតាមដំណើររបស់យើងវាចាត់ចែងឲ្យស្រាប់រឿងស្អីក៏ដោយខ្ញុំគិតថាពេលខ្លះមកពីព្រោះយើងខ្លាចក៏ជាកំហុសមួយដែលបង្កើតឲ្យមានសេចក្តីល្ងងដែរអានឹងខ្លាចចង់បានពេកក៏បង្កើតកំហុសមួយឲ្យខ្លាយទៅជាមនុស្សល្ងងបានដែរអំនួតខ្លាំងពេកក៏អាចបណ្ដាលចិត្តរបស់យើងនេះខ្លាយទៅជាល្ងងបានដែរតែយើងមើលមនុស្សអំនួតខ្លាំងក៏មិនដែរអំនួតប៉ុន្តែពុំអត់កំពុងតែភ្លេចតែខ្លួនឯងនឹងបង្កើននូវសេចក្តីល្ងងចង់បានខ្លាំងពេកពេចគិតថាយើងនឹងកំពុងតែដើរលើផ្លូវដែលល្ងងខ្លាំងពេកក៏ដូចគ្នានឹងហើយជីវិតសត្វលោកគឺប្រព្រឹត្តបែបហ្នឹងហើយខ្ញុំក៏មិននិយាយអីដល់ណាដល់ណីតេតូនឹងសាសនាអីដែរព្រោះថាម៉េចវាជាប្រពៃណីផ្សេងគ្នាប៉ុន្តែគ្រាន់ថាអ្វីដែលជាអ្នកសម្លាប់យើងនោះមិនមែនអ្នកផ្សេងទេគឺខ្លួនឯងតែមកខ្លួនឯងជាអ្នកសម្លាប់តែខ្លួនឯងសម្លាប់នៅទីនេះមិនមែនសម្លាប់ជីវិតទេគឺសម្លាប់ភាពវៃឆ្លាតសម្លាប់ប្រាជ្ញាហើយខ្លួននឹងគឺកំពុងតែស្លាប់នៃគំនិតហើយស្លាប់នៃគំនិតអញ្ចឹងតែស្លាប់គំនិតទេគឺពិបាកនិយាយគ្នាណាមនុស្សនិយាយគ្នាមិនត្រូវទេថាស្លាប់អីស្លាប់ចោះកុំស្លាប់គំនិតកុំស្លាប់ប្រាជ្ញាបើសុខចិត្តឲ្យកាយនឹងវាស្លាប់ទៅចោះព្រោះនៅរស់ទេមិនដឹងនៅរស់ទៅអីបើល្ងងឡើងនោះអានេះខ្ញុំនិយាយត្រង់ហើយអត់មានអ្វីដែលជាចំណាយសម្រាប់បង្កើតគំនិតខ្លួនឯងវារកផ្លូវត្រូវ